Hey សួស្តីអ្នកនរគ្នាតើអ្នកនរគ្នាធ្លាប់ទេពេលធ្វើ project ម្ដងfolder របស់អ្នកនរគ្នាមានជួរបែបនេះប្រសិនបើអ្នកទាំងអស់គ្នាធ្វើបែបនេះនោះមានន័យថាអ្នកកំពុងគ្រប់គ្រង project មិនទាន់បានល្អនោះទេវាមិនត្រឹមតែច្បោកច្បល់ទេហើយវាថែមទាំងងាយនឹងបាត់កូដសំខាន់ៗទៀតផងអញ្ចឹងតើមានវិធីសាស្ត្រណាខ្លះដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាតាមដានកូដគ្រប់ជំហានហើយហ៊ានសាកល្បងកូដថ្មីតែមិនខ្លាចខូចកូដចាស់ចំនួននោះគឺ Git គឺជា tool មួយសម្រាប់រក្សាទុកកូដនិងតាមដានប្រវត្តិនៃការកែប្រែរបស់កូដ Git ត្រូវបានបង្កើតឡើងនៅឆ្នាំ2005ដោយលោក Linus Torvalds ដែលគាត់ជាអ្នកបង្កើតប្រព័ន្ធរំការ Linux ដ៏ល្បីល្បាញគាត់ជួបបញ្ហាពិបាកគ្រប់គ្រងកូដដោយសារមានអ្នកសរសេរកូដរាប់ពាន់នាក់អញ្ចឹងហើយគាត់ក៏បង្កើត Git មកដើម្បីជួយជំរុញឲ្យការសរសេរកូដដែលមានល្បឿនលឿននិងមានសុវត្ថិភាពខ្ពស់ដំណើរការរបស់ Git គឺពិតជាសាមញ្ញណាស់ដែលមានតែ3ជំហានតែប៉ុណ្ណោះ Working Directory Staging Area តទៅមកគឺ Commit ហើយយើងសន្មតថាយើងកំពុងតែ build website មួយដែលមាន file ឈ្មោះថា index.html ហើយជាដំបូងឡើយយើងត្រូវវាយ this command git init មានន័យថាជាពេលនេះទៅ git ចាប់ផ្ដើម keep track everything ដែលយើងបាន change នៅក្នុង code ហើយជាឧទាហរណ៍នេះជា version 1 នៃ website របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវ save វាទុកមួយដោយវាយ git add ហើយ dot នៅពីក្រោយនឹងមានថាយើងចាប់ផ្ដើម save code យើងទុកបន្ទាប់ពីយើង save កូដយើងទុកហើយយើងត្រូវមាន comment ដើម្បីបញ្ជាក់ថាកូដយើង save ហ្នឹងជាប្រភេទកូដអីគេអញ្ចឹងយើងវាយមក git commit -m ហើយនៅក្នុង semicolon ហ្នឹងគឺជា message ដែលយើងបញ្ជាក់ថាកូដយើង save ហ្នឹងជាកូដអីគេអញ្ចឹងឥឡូវ website របស់យើងវាដើរស្រួយក៏ប៉ុន្តែយើងចង់បន្ថែម dark mode ទៅក្នុង website របស់យើងដែលមិនចាំបាច់ធ្វើឲ្យខូច version ដើមតើយើងត្រូវធ្វើដូចម្តេចហើយនេះគឺជាពេលដែល Git Branch ចង់មកជួយអ្នកទាំងអស់គ្នាតើអ្វីទៅគឺជា Git Branch Git Branch គឺជាច្បាប់ចម្លងនៃ project ដើមរបស់អ្នកទាំងអស់គ្នាដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការដាច់ដោយឡែកដែលមិនចាំបាច់ប៉ះពាល់ដល់កូដដើមដែលស្ថិតនៅក្នុង main branch ចឹងដើម្បីប្រើប្រាស់ Git Branch បានជាដំបូងយើងត្រូវ status មើលសិនថានៅក្នុង main របស់យើងមានកូដណា change អត់បើសិនជាមានយើងត្រូវ save វាទុកសិនបន្ទាប់មកយើងត្រូវ follow this command git branch ដើម្បី check មើលថាបច្ចុប្បន្នហ្នឹងយើងស្ថិតនៅក្នុង branch មួយណាខ្ញុំបន្ទាប់ពីអ្នកនរគ្នាដឹងថាបច្ចុប្បន្នអ្នកនរគ្នាស្ថិតក្នុង main branch អញ្ចឹងយើងដល់ពេលបង្កើត branch ដើម្បី implement dark mode ទៅក្នុង website របស់យើងអញ្ចឹងដើម្បីបង្កើត branch ថ្មីបានយើងគ្រាន់តែ follow this command បន្ទាប់មកយើងត្រូវសរសេរ code ដើម្បី implement dark mode ចូលទៅក្នុង website របស់យើងដែលស្ថិតនៅក្នុង dark mode branch ដែលយើងទៅបង្កើតមុនហ្នឹងចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាពេញចិត្តនឹងការ implement dark mode ចូលទៅក្នុង website អ្នកទាំងអស់គ្នាហើយជំហានបន្ទាប់អ្នកទាំងអស់គ្នាត្រូវការ save code ជាមុនសិនដោយប្រើប្រាស់ git add និង git commit បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវ switch ពី dark mode branch ទៅកាន់ main branch ជាមុនសិនហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវការ merge branch ទាំងពីរឲ្យទៅជា branch តែមួយនិយាយខ្លីទៅ git គឺជួយឲ្យអ្នកទាំងអស់គ្នាលែងខ្លាចក្នុងការសរសេរកូដខុសហើយវាក៏ជាចំណេញដែលចាំបាច់បំផុតសម្រាប់អ្នកសរសេរកម្មវិធីនាសម័យថ្មីនេះផងដែរហើយនេះគឺជាខ្លីៗអំពី Git សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីៗហើយកុំភ្លេចជួយ Subscribe ដើម្បីទទួលបាន content ថ្មីៗពី Bad Dev